បងប្អូននេះគឺជាតដោកថ្មទឹកឃ្មុំហើយថ្មទឹកឃ្មុំនេះគឺយើងមើលឃើញផ្ទៃកលារៀងក្រៀមនៃផ្ទៃសាច់ដោយសារតែប្រភេទថ្មទឹកឃ្មុំនេះត្រូវបាន upgrade ដោយ Embo Jasper វាជាប្រភេទ Embo ថ្មកមុនទឹកឃ្មុំណាគុជទឹកឃ្មុំឯប៉ុន្តែដោយសារតែនៅក្នុងតំបន់ Jasper ហើយចាប់សបកចាប់អីចឹងទៅហើយបានន័យថាវាមានប្រវត្តិច្រើនមែនទែនក្នុងការប៉ះពាល់ប៉ះទង្គិចឲ្យថ្មនេះខូចខាតប៉ុន្តែតាមរយៈការផ្សំផ្សាសព្យាបាលដោយកម្លាំងធម្មជាតិណាហើយកម្លាំងសម័យកាលរបស់ធម្មជាតិណាវាប្រតិកម្មគ្នាធ្វើឲ្យប្រភេទថ្មមួយនេះចាប់គ្រីស្តាល់ចាប់កាយ៉ៅចាប់អីយើងទៅមើលទៅឃើញរវាមនៅផ្នែកសាច់ខាងក្នុងបាទឃើញរវាមមើលទៅគឺកើតទៅជា Embo Jasper ទៅវិញប៉ុន្តែតាមពិតជា Embo សាច់ថ្មគុជថ្មកមូលនេះបងប្អូនអរគ្នាយើងស្គាល់ដោយសភាពនៃសាច់សភាពនៃពណ៌និងទឹករបស់គេហ្នឹងហើយអញ្ចឹងខ្ញុំយកមកដើម្បីធ្វើតដោកអញ្ចឹងបានតដោកមួយគ្រាប់ហ្នឹងសម្រាប់ទុកប្រើប្រាស់ខ្លួនឯងដែលមានបងគាត់កំងតែគាត់ថាយើងធ្វើអត់ទាន់ត្រូវអ្វីដែលគាត់ចង់បានសាច់ដែលស្មើល្អបើន័យថាសាច់ហ្នឹងគឺទឹកឃ្មុំគឺទឹកឃ្មុំល្អអញ្ចឹងខ្ញុំក៏សម្រាប់ចិត្តទុកមួយគ្រាប់នេះប្រើប្រាស់ខ្លួនឯងគាត់ថាពណ៌អីក៏មិនសំខាន់ទេសំខាន់ឲ្យតែបានសាច់របស់គេហ្នឹងគឺមួយហ្នឹងហើយមួយប៉ុន្តែប្រភេទនេះក៏ជាប្រភេទមិនធម្មតាដែរព្រោះដោយសារតែសភាពនៃសាច់គឺអាយុវែងអាយុនៃថ្មនេះគឺវែងឆ្ងាយមែនទែនឆ្លងកាត់ឧបសគ្គបញ្ហាច្រើនតម្រុំមកដល់ចំណុចមួយនេះហើយនៅចំណុចបន្តទៀតគឺល្អលើសនេះទៅទៀតប៉ុន្តែវាត្រូវរាប់ពាន់រាប់លានឆ្នាំទៀតអញ្ចឹងបងប្អូនអរគ្នាអញ្ចឹងខ្ញុំយកមកធ្វើតដោកហើយទៀតយើងធ្វើការឆ្នៃឡតដាក់ឡតលើហើយនឹងធ្វើខ្សែតដោកខ្សែឡតប្រភេទខ្សែកណា12លីមកធ្វើឲ្យតើស្អាតប៉ុណ្ណានឹងសម្រាប់ប្រើប្រាស់ខ្លួនឯងផ្ទាល់អូខេអរគុណច្រើនសម្រាប់បងប្អូនដែលស្រឡាញ់ចូលចិត្តគាំទ្រទស្សនាក្នុងคลิปទៅរបស់ខ្ញុំបាទមានអ្វីដែលជាចំណុចខុសឆ្គងសូមមេត្តាកាន់តែអភ័យទោសផងជូនពរបងប្អូនទាំងអស់គ្នាទទួលបានលាភបានជ័យសិរីសួស្តីមានសុភមង្គលបុត្រសុខគ្រប់ប្រការគ្រប់ក្រុមគ្រួសារអរគុណគ្រប់ជម្រាបលា